របស់ម្ចាស់ក្រុមហ៊ុនទាំងអស់កូនភ្លោះហាងសុងកូនប្រុសស្រីពិតជាសំណាងមែនអរគុណលោកម្ចាស់លោកឆេនភរិយារបស់ខ្ញុំគឺជាសិល្បករដែលចុះហត្ថលេខាដោយក្រុមហ៊ុនលោកទាំងអស់គ្នារស់នៅស្រុកស្រែជនបទខ្ញុំធ្លាប់នៅទីនោះហើយទេសភាពក៏ស្អាតហេតុអ្វីបានជាអ្នកទាំងអស់គ្នាមើលទៅអាក្រក់ម្ល៉េះអស់លោកទាំងអស់គ្នានេះគឺជា2ខែបន្ទាប់របស់ក្រុមហ៊ុនគម្រោងទាំងអស់ត្រូវបានអនុវត្តទាំងស្រុងភាពយន្តទូរទស្សន៍និងភាពយន្តកម្មវិធីផ្សេងៗលោកទាំងអស់គ្នាតាមទស្សនៈអាជីពរបស់អ្នកតើមួយណាមានសក្តានុពលជាងហេតុអ្វីបានជាអ្នកមិននិយាយកុំបារម្ភអីគិតមួយទៅខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាញ៉ាំទឹកបន្តិចទៀតទេអត់ទេលោកស្រីលោកប្រុសនិយាយឲ្យត្រង់ទៅលុយដែលអ្នកទទួលបានពីគម្រោងទាំងនេះគឺជាមធ្យមសំណុំរឿងទាំងនេះមិនបានល្អឥតខ្ចោះទេបន្ទាប់មកខ្ញុំនឹងហៅប៉ូលីសមកដោះស្រាយជាមួយអ្នកចាំខ្ញុំឲ្យប៉ូលីសពិនិត្យមើលអ្នកទាំងអស់គ្នាខ្ញុំនឹងមិនឲ្យរឿងនេះមានបញ្ហាដល់ខ្ញុំទេខ្ញុំសន្យាថានឹងរកលុយឲ្យក្រុមហ៊ុនហាសហាប៉ុន្តែខ្ញុំក៏មានដែរខ្ញុំជឿថាផ្អែកលើកម្លាំងរបស់អ្នកប្រកាសជាអាចរកចំណូលបានទ្វេដងគឺផ្អែកលើអ្នកទាំងអស់គ្នាហើយណាគឺពឹងផ្អែកពួកយើងពីរដងគាត់ដាក់ភារកិច្ចនេះមកទៅជាធ្ងន់ពេកហើយតើខ្ញុំអាចរកបានពីរដងដោយរបៀបណាគាត់ចង់សម្លាប់យើងមែនទេខ្ញុំមិនដឹងថាតើគួររកប្រាក់ចំណូលទ្វេដងសម្រាប់អ្នកដូចម្តេចទេលេខាអ្នកចាប់ជូនម្ចាស់ក្រុមហ៊ុនទាំងអស់និងក្រុមគ្រួសាររបស់ពួកគេបង្ហាញរូបថតគ្រួសារមកឲ្យខ្ញុំមិនហ៊ានធ្វើប្រហែសការងាររបស់ខ្ញុំសម្រាប់អ្នកទេចាស់លោកហើយ no អ្នកទាំងពីរខ្ញុំធានាថាការបំពេញភារកិច្ចបាទពួកយើងនឹងធានាការបំពេញភារកិច្ចឲ្យបានល្អក្រុមហ៊ុនដំណើរការលើអ៊ីនធឺណិតដោយគ្មាននីតិសង្គមចាប់ផ្ដើមថតរឿងភាគទូរទស្សន៍ប៉ុន្តែអត់មានអនឡាញទេបើវាងអ្នកនៅតែក្មេងសូម្បីតែអ្នកដឹកនាំរឿងក៏មិនសូវល្អមើលដែរហើយមិនចេះធ្វើទីផ្សារទៀតលោកវាងជំរាបសួរបាទនេះគឺជានារីនៃរឿងរបស់យើងជំរាបសួររីករាយដែលបានស្គាល់ខ្ញុំជាអ្នកសម្ដែងដ៏ល្អលោកវាងនឹងពេញចិត្តអូអ្នកទាំងអស់គ្នាឈុតដែលយើងកំពុងថតថ្ងៃនេះគឺជាឈុតរដូវរងាកញ្ញាឆេនសម្លៀកបំពាក់នេះមិនសមរម្យទេតើអ្នកចេះដឹងអ្វីពួកយើងស្លៀកសម្លៀកបំពាក់យ៉ាងម៉េចក៏បានដែរទៅឲ្យឆ្ងាយកញ្ញាឆេនសូមទៅឲ្យឆ្ងាយឲ្យលឿនច្រណែនប្រច័ណ្ឌមែនទេអីក៏យ៉ាងនេះមានមនុស្សច្រើនណាស់ដែលចង់ឈានមកក្នុងវិស័យថតរឿងខ្ញុំគ្រាន់តែបារម្ភថាសម្លៀកបំពាក់របស់គាត់មិនសមរម្យលេខាឡប់អ្នកពិតជារឹងមាំណាស់អូខេអីយ៉ាលោកវាងសូមស្វាគមន៍អ្នកអញ្ជើញពិសាមិនក៏ប្រច័ណ្ឌម្លេះមានមនុស្សជាច្រើនក្នុងវិស័យសិល្បៈតែចង់ល្បីខ្ញុំខ្លាចតែសម្លៀកបំពាក់របស់គាត់គួរឲ្យធ្វើបងទៅណាខ្ញុំឆ្ងល់ថាប្តីរបស់ខ្ញុំទៅណាអ្នកស្រីនេះគឺជារបស់ខ្ញុំបាទអរគុណស្វាគមន៍ដែលបានស្គាល់លេខាលូអ្នកប្រហែលជាមិនចាំខ្ញុំទេខ្ញុំទៅតែបានសម្ភាសខ្ញុំឈ្មោះឈីងយាងអ្នកអាចខលមកខ្ញុំបានពេលទំនេរខ្ញុំមានប្តីហើយសូមឲ្យខ្ញុំជួយអ្នកសូមទោសអ្នកនាងខ្ញុំជួយជូតវាអូមិនចាំបាច់ទេខ្ញុំមានទម្ងន់គ្រាន់តែជូតវាមិនក៏អ្នកនិយាយពីទម្ងន់ខ្លួនឯងតើបុគ្គលនេះមានគោលបំណងអ្វីតិចគេចង់ធ្វើអ្វីមកលើខ្ញុំទៅនៅម្នាក់ឯងផងអ្នកស្រីនៅឲ្យស្ងៀមកុំធ្វើបែបនេះអារោគចិត្តអត់ទេគាត់ចង់កេងចំណេញពីខ្ញុំគេចង់ប៉ះពាល់ខ្ញុំទេហេតុអ្វីអ្នកនៅទីនេះទេខ្ញុំបានមកទីនេះដើម្បីខលទៅអ្នកប៉ុន្តែគាត់មានបំណងនោះលោកបើវាងវាមិនដូច្នោះទេខ្ញុំមិនបានទាញយកប្រយោជន៍ពីនាងទេដែលជាអ្នកបោះខ្លួនចូលទៅក្នុងដៃរបស់ខ្ញុំទាញឲ្យរបស់ខ្ញុំទៀតខ្ញុំគិតថាគាត់ចាប់អារម្មណ៍ខ្ញុំមិនបានធ្វើទេមិនពិតទេលោកវាងនារីម្នាក់នេះបាននិយាយថាគាត់ចូលចិត្តភាពយន្តរបស់ខ្ញុំថាហ្វេនខ្ញុំគាត់ក៏បានសុំឲ្យខ្ញុំចុះហត្ថលេខាលើដើមទ្រូងគាត់មិនពិតទេជឿខ្ញុំទេអ្នកនៅទីនេះខ្ញុំនឹងធ្វើឲ្យអ្នកមើលគុំប្រធានក្រុមសូមរងចាំមេទៅមិនខកបំណងឡើយបើអ្នកគិតថាវាមានសម្លេងរំខានគ្រាន់តែខ្ទប់ត្រចៀកប៉ុណ្ណោះហាសហាខ្ញុំមិននឹកស្មានថាលោកយាងជាមនុស្សរោគចិត្តនោះទេខ្ញុំបានយកខុសលើអ្នកចុះបើលោកបើវាងមិនបានមកជួយអ្នកទាន់ទេទោះខ្ញុំលោតចូលទន្លេក៏ខ្ញុំមិនអាចលុបបាត់ដែរវាអាចទៅជាយ៉ាងណាអ្នករាល់គ្នាដឹងថាលោកបើវាងប្រព្រឹត្តចំពោះអ្នកយ៉ាងល្អបំផុត